ស្បែកចិត្តវាបរាជ័យហើយគ្រួសារវាបែកបាក់គ្នាហើយគេលែងគ្នាហើយអូយខ្ញុំពេញចិត្តខ្លាំងមែនតើថ្ងៃនេះ podcast របស់យើងនឹងលើកយកប្រធានបទមួយយកមកនិយាយគ្នាដែលកើតមានឡើងនៅក្នុងសង្គមរបស់យើងហើយយើងខ្លួនឯងក៏មានអារម្មណ៍នឹងដែរតែយើងអត់សូវដែរទទួលស្គាល់ទៅលើអារម្មណ៍មួយហ្នឹងឯងនោះគឺការច្រណែននិងការប្រៀបធៀបនៅក្នុងសម័យបណ្ដាញសង្គមរាល់ថ្ងៃនេះគឺយើងអាចមើលឃើញជីវិតរបស់មនុស្សរាប់រយរាប់ពាន់រាប់លានអ្នកនៅលើពិភពលោកនៅក្នុងមួយថ្ងៃអ្នកខ្លះយើងឃើញគេទិញឡានថ្មីយើងឃើញគេបើកអាជីវកម្មថ្មីគេជោគជ័យម្នាក់ទៀតរៀបការជាមួយមនុស្សដែលគាត់ស្រឡាញ់អីចឹងទៅហើយអ្នកខ្លះទៀតកំពុងធ្វើដំណើរកម្សាន្តដើរជុំវិញពិភពលោកយ៉ាងសប្បាយនៅពេលដែលយើងមើលឃើញរឿងទាំងអស់ហ្នឹងវាងាយនៅក្នុងការឲ្យយើងនឹងចាប់ផ្ដើមសួរខ្លួនឯងថាហេតុអីគាត់មានអាមួយហ្នឹងតែយើងអត់មានអាហ្នឹងដែរចឹងហេតុអីគាត់ដើរទៅមុខហើយមិនខ្ញុំនៅតែនៅកន្លែងហ្នឹងដដែលចឹងខ្ញុំនៅខ្វះអីគេសំណួរទាំងអស់ហ្នឹងគឺអាចចាប់ផ្ដើមពីការប្រៀបធៀបខ្លួនឯងជាមួយនឹងគេបែបធម្មតាឯងប៉ុន្តែបើសិនជាយើងអត់ប្រយ័ត្នវាអាចវិវត្តទៅជាអារម្មណ៍ដែលច្រណែនដែលអាចបំផ្លាញទំនុកចិត្តរបស់យើងទាំងស្រុងតែម្ដងបំផ្លាញទាំងសេចក្តីសុខនិងទំនាក់ទំនងជីវិតរបស់យើងទៀតថ្ងៃនេះយើងនឹងមកស្វែងយល់ជាមួយគ្នាថាតើការច្រណែននិងការប្រៀបធៀបវាគឺជាអ្វីហើយវាមានលក្ខណៈខុសគ្នាមិនខ្លះហេតុអីបានមនុស្សតែងតែប្រៀបធៀបខ្លួនឯងហើយតើការប្រៀបធៀបទាំងអស់ហ្នឹងវាមានប្រយោជន៍ដែរឬមួយក៏អត់ចំណុចសំខាន់បំផុតតើយើងអាចរស់នៅដោយមានសេចក្តីសុខអត់ប្រសិនបើជីវិតរបស់យើងអត់មានការច្រណែននិងការប្រៀបធៀបអ្នកដទៃដំបូងគេយើងមកមើលលើការប្រៀបធៀបតើការប្រៀបធៀបគឺជាអ្វីការប្រៀបធៀបគឺជាដំណើរការផ្លូវចិត្តដែលយើងប្រើដើម្បីវាស់វែងខ្លួនឯងតាំងពីតូចមកយើងត្រូវបានបង្រៀនឲ្យចេះប្រៀបធៀបបាត់ហើយបើជានិស្សិតត្រូវប្រៀបធៀបគ្នាលើពិន្ទុបើជាបុគ្គលិកប្រៀបធៀបគ្នាលើប្រាក់ខែការធ្វើការបើជាអ្នកចំនួនជាអ្នករកស៊ីគឺប្រៀបធៀបគ្នាលើចំណូលគ្រួសារលើផ្ទះសម្បែងបើជាមិត្តភ័ក្តិប្រៀបធៀបគ្នាលើជីវិតតើដំណើរការជីវិតរបស់មិត្តភ័ក្តិហ្នឹងទៅដល់ណាអីហើយចឹងទៅដូច្នេះការប្រៀបធៀបខ្លួនឯងវាមិនមែនជារឿងខុសទាំងស្រុងទេបញ្ហាគឺថានៅពេលដែលយើងយកការប្រៀបធៀបនឹងធ្វើជាមូលដ្ឋានកំណត់តម្លៃខ្លួនឯងពេលនោះឯងដែលយើងចាប់ផ្ដើមជឿថាបើខ្ញុំមានអីមួយតិចជាងគេខ្ញុំគឺអត់មានតម្លៃទេបើខ្ញុំដើរយឺតជាងគេខ្ញុំគឺបរាជ័យហើយបើខ្ញុំមិនដូចគេទេខ្ញុំគឺមិនល្អគ្រប់គ្រាន់ហ្មងហើយនោះគឺជាចំណុចដែលការប្រៀបធៀបទាំងអស់ហ្នឹងហើយវាប្រែคล้ายទៅជាថ្នាំពុលមកបំផ្លាញជីវិតរបស់ពួកយើងហេតុអីបានជាយើងចូលចិត្តប្រៀបធៀបម៉េះមូលហេតុគឺវាមានពីរមូលហេតុទី1ដោយសារខួរក្បាលរបស់មនុស្សយើងត្រូវបានរចនាឡើងឲ្យស្វែងរកទីតាំងរបស់ខ្លួនឯងនៅក្នុងសង្គមយើងចង់ឲ្យយើងនៅក្នុងចំណុចណាមួយនៃសង្គមមួយថ្ងៃអីចឹងទៅកាលពីសម័យបុរាណការដែលដឹងថាខ្លួនឯងស្ថិតនៅក្នុងចំណុចណាក្រុមណាវាគឺមានសារៈសំខាន់មែនទែនសម្រាប់ការមានជីវិតរស់រាននៅក្នុងជំនាន់ហ្នឹងដូច្នេះខួរក្បាលរបស់យើងគឺនៅតែមានទម្លាប់ប្រៀបធៀបរហូតតាំងពីបុរាណមកដល់សពថ្ងៃបច្ចុប្បន្នហ្នឹងមានន័យថាវាគឺជាទម្លាប់បាត់ទៅហើយមូលហេតុទី2គឺដោយសារតែបណ្ដាញសង្គមFacebook Instagram TikTok YouTube social media ទាំងអស់ហ្នឹងវាបានធ្វើឲ្យយើងមើលឃើញជីវិតរបស់អ្នកដទៃហ្នឹងច្រើនជាងមុនហើយយើងកំពុងប្រៀបធៀបជីវិតពិតរបស់យើងហ្នឹងទៅជាមួយចំណុចល្អបំផុតរបស់អ្នកដទៃដែលគេ post នៅលើបណ្ដាញសង្គមវាអត់មានណាគេដែលគេអង្គុយយំហើយ post ឲ្យយើងមើលឃើញទេរាល់ថ្ងៃទេណាពេលណាគេជោគជ័យបានគេ post មិនដែលគេ post ពីភាពបរាជ័យរបស់គេទេហើយក៏គ្មានណាគេនៅសុកអត់មានរឿងអីកើតឡើងសោះមកថតវិក័យបាត់បំណុលថតกระดาษដែលជាពាក់លុយគេឲ្យយើងមើលដែរមនុស្សភាគច្រើនគឺគេបង្ហាញតែចំណុចល្អរបស់គេនិងចំណុចដែលគេចង់ឲ្យយើងឃើញតែប៉ុណ្្នឹងឯងមិនមែនជា real life ជីវិតពិតរបស់គេ 100% ទេ
ដូច្នេះនៅពេលដែលយើងប្រៀបធៀបខ្លួនឯងរហូតជាមួយនឹងអ្នកដទៃយើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាអ្វីដែលយើងមានរាល់ថ្ងៃហ្នឹងគឺវាអត់គ្រប់គ្រាន់សោះសម្រាប់ជីវិតរបស់យើងតែងចង់មានការងារល្អយើងចង់មានគ្រួសារល្អចង់មានសុខភាពល្អហើយចង់មានលុយកាក់ហូរហៀច្រើនចូលខ្លួនប៉ុន្តែពេលខ្លះនៅពេលដែលយើងមានចំណុចទាំងអស់ហ្នឹងហើយយើងនៅអត់សប្បាយចិត្តទៀតដោយសារតែពេលខ្លះយើងឃើញជីវិតណាគេម្នាក់ហ្នឹងល្អជាងយើងដែលមាននឹងទៀតទៅយើងចាប់ផ្ដើមអត់សប្បាយចិត្តនឹងអ្វីដែលខ្លួនឯងមានទៀតហើយនេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់មួយពីព្រោះវាធ្វើឲ្យយើងរត់តាមគោលដៅថ្មីជានិច្ចដែលមានអារម្មណ៍ថាគ្រប់គ្រាន់ហើយស្កប់ស្កល់ចំពោះអ្វីដែលខ្លួនឯងមាននេះពីព្រោះយើងយកខ្លួនឯងទៅប្រៀបធៀបមួយអ្នកដទៃរហូតក៏ពិតចំពោះការប្រៀបធៀបវាមិនមែនមានន័យថាអាក្រក់ទាំងអស់ទេបងប្អូនបើសិនជាយើងចេះប្រៀបធៀបខ្លួនឯងមួយគេតែដើម្បីកែតម្រូវខ្លួនឯងយើងប្រៀបធៀបខ្លួនឯងមួយខ្លួនឯងទៀតអាហ្នឹងក៏ជាការប្រៀបធៀបដ៏ល្អដែរឧទាហរណ៍ថាយើងប្រៀបធៀបខ្លួនឯងថ្ងៃនេះជាមួយនឹងម្សិលមិញតើវាខុសគ្នាមិនវាមានចំណុចអត់ល្អមិនដែលយើងត្រូវកែប្រែអីអត់យើងសួរខ្លួនឯងថាខ្ញុំរៀនបានអីគេថ្មីអត់ខ្ញុំរីកចម្រើនប៉ុន្មានហើយខ្ញុំប្រសើរជាងមុនដែរឬអត់អានេះវាគឺជាការប្រៀបធៀបរវាងខ្លួនឯងនិងខ្លួនឯងដោយអត់បាត់បង់សេចក្តីសុខផ្លូវចិត្តនិងផ្លូវកាយរបស់យើងឯងហើយបើយើងចង់ប្រៀបធៀបមួយអ្នកដទៃក៏យើងអាចប្រៀបធៀបបានដែរគឺយើងប្រៀបធៀបបែបសេចក្តីសុខផ្លូវចិត្តម្នាក់ហ្នឹងគាត់ប្រកែកអីគេអញ្ចឹងយើងប្រៀបធៀបបោះអាចចំណុចហ្នឹងហើយយើងយកមកដោះខាត់អាចចំណុចដែលអត់ល្អរបស់ខ្លួនឯងដើម្បីឲ្យខ្លួនឯងប្រកែកទៅលើផ្នែកហ្នឹងដែរតែមិនមែនប្រៀបធៀបដើម្បីដេញតាមគាត់ទេប្រៀបធៀបដើម្បីរៀនពីជីវិតគាត់ចំណុចល្អៗរបស់គាត់ហើយយើងយកមកអនុវត្តតាមចំណុចល្អៗនៅក្នុងជីវិតយើងកែតម្រូវអារឿងដែលមិនល្អសកម្មភាពទម្លាប់ដែលអត់ប្រយោជន៍របស់យើងនឹងចេញអានឹងជាការប្រៀបធៀបមួយដែលធ្វើឲ្យចិត្តយើងមានសេចក្តីសុខផ្លូវចិត្តអានេះគឺជាយមន័យហើយនឹងអតិពលនៃការប្រៀបធៀបឥឡូវយើងចូលមកដល់ភាពច្រណែនវិញម្ដងតើការច្រណែនគឺជាអ្វីច្រណែនវាគឺជាអារម្មណ៍ដែលកើតមានឡើងនៅពេលដែលយើងឃើញអ្នកដទៃមានអីមួយដែលយើងចង់បានណាហើយយើងអត់ទាន់មានរបស់ហ្នឹងទេវាអាចជាលុយវាអាចជាភាពជោគជ័យអាចជាសម្រស់ជាទំនាក់ទំនងគេឈ្មោះឬក៏សុភមង្គលគ្រួសារអីចឹងទៅនៅពេលដែលយើងឃើញអ្នកដទៃមានអស់ហ្នឹងហើយយើងអត់ទាន់មានចំណុចហ្នឹងដែរគឺយើងកើតអារម្មណ៍ច្រណែនអារម្មណ៍ច្រណែនវាមិនមែនជារឿងចម្លែកទេវាជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សយើងដែរបងប្អូនគ្រាន់តែថាបញ្ហាវាមិនមែនស្ថិតត្រង់អារម្មណ៍ច្រណែនហ្នឹងទេបញ្ហាវាស្ថិតត្រង់ថាតើយើងអនុញ្ញាតឲ្យអារម្មណ៍ច្រណែនហ្នឹងវាមកគ្រប់គ្រងផ្លូវចិត្តការគិតរបស់យើង 100% អត់អ្នកខ្លះប្រើការច្រណែនហ្នឹងធ្វើជាធម៌ពលជំរុញចិត្តវិញជំរុញឲ្យខ្លួនឯងប្រសើរជាងមុនប៉ុន្តែអ្នកខ្លះទៀតយកអាការច្រណែនហ្នឹងដើម្បីទៅស្អប់អ្នកដទៃហ្នឹងហ្មងបន្ទោសជីវិតហើយបាត់បង់សេចក្តីសុខផ្លូវកាយផ្លូវចិត្តខ្លួនឯងតាមរយៈការយករបស់ខ្លួនឯងទៅច្រណែនជាមួយនឹងគេហើយអារឿងរ៉ាវអាក្រក់ដែលកើតមានឡើងដោយសារការច្រណែនហ្នឹងគឺវាអាចបំផ្លាញទំនាក់ទំនងជុំវិញខ្លួនយើងបានដូចគ្នាគិតមើលថាឧទាហរណ៍ណាបើសិនជាយើងមានមិត្តភ័ក្តិម្នាក់ដែលគាត់ធ្វើការមួយគ្នាមួយយើងហើយគាត់បានឡើងតំណែងហើយប៉ុន្តែយើងអត់មានអារម្មណ៍ចង់អបអរសាទរម្នាក់ហ្នឹងទេយើងទៅជាអត់សប្បាយចិត្តយើងចាប់ផ្ដើមរកហេតុផលថាគាត់អត់សមមួយតំណែងមួយហ្នឹងទេអូយគាត់ឡើងហ្នឹងតាមខ្សែគាត់សំណាងឯងបានឡើងតំណែងហ្នឹងតាមពិតតំណែងហ្នឹងត្រូវអ្នកផ្សេងឬក៏ត្រូវជាខ្ញុំអីចឹងទៅអាហ្នឹងគឺជាអារម្មណ៍ចំណែនដែលយើងកើតមានចំពោះមិត្តភ័ក្តិរបស់យើងនៅពេលដែលគាត់ឡើងតំណែងហើយនៅពេលហ្នឹងឯងការចំណែនហ្នឹងគឺវាកំពុងតែផ្លាស់ប្ដូររបៀបនៅក្នុងការមើលមនុស្សរបស់យើងវាមិនត្រឹមតែធ្វើឲ្យយើងឈឺចាប់ទេគឺវាធ្វើឲ្យយើងបាត់បង់ទំនាក់ទំនងល្អដូចជាមិត្តភ័ក្តិម្នាក់ហ្នឹងដែលយើងឧទាហរណ៍មិញហ្នឹងទៀតគឺដោយសារតែយើងចេះតែអត់ពេញចិត្តនឹងគេរហូតពីព្រោះយើងចំណែនគេអញ្ចឹងអ្វីដែលយើងឃើញគឺយើងអត់ពេញចិត្តគេឯងអានេះដូចបច្ចុប្បន្នយើងមើលនៅក្នុងសង្គមយើងរាល់ថ្ងៃក៏យើងដឹងដែរមិនមើលណាឆ្ងាយទេនៅលើ social media គឺយើងនឹងមើលឃើញពីការច្រណែនរវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់អ្នកល្បីឬក៏អ្នកមិនសូវល្បីមានការច្រណែនគ្នាអីពេញហ្នឹងគឺសុទ្ធតែមាននៅលើសង្គមរបស់យើងហើយពេលខ្លះយើងអូសទៅយើងឃើញអ្នកនេះមានឡានទំនើបជិះអីចឹងទៅមានផ្ទះធំនៅអីចឹងទៅ
អ្នកខ្លះក៏ចាប់ផ្ដើមមានអារម្មណ៍ថាអូយផ្ទះហ្នឹងសង្ស័យលុយរបស់ម៉ែប៉ាគេម៉ែប៉ាចែកឲ្យអីចឹងទៅឡានហ្នឹងមិនដឹងរកស៊ីអីទេសុចរិតទេមើលទៅទិញបានឡានហ្នឹងអីចឹងណាតែបិទអ្វីដែលយើងនិយាយចេញទាំងអស់ហ្នឹងឬក៏ការគិតទាំងអស់ហ្នឹងវាគឺជាអារម្មណ៍ចំណែនគេបែបអវិជ្ជមានដោយសារតែយើងឃើញគេមានបានទៅលើអាហ្នឹងប៉ុន្តែយើងអត់មានអញ្ចឹងដូចគេយើងឃើញគេល្បីយើងអត់ល្បីដូចគេអញ្ចឹងយើងតាមខំគេនិយាយឲ្យខកស្ដាប់តាមឈ្នានីសគេអីចឹងទៅដោយសារតែវាកើតពីអារម្មណ៍ចំណែនពីព្រោះគេល្អជាងយើងមិនល្អដូចគេអញ្ចឹងយើងក៏កើតចិត្តចំណែនគេអត់ទទួលយកនៅអ្វីដែលគេមានទេព្យាយាមរកហេតុផលព្យាយាមរលេះយកមកដាក់នៅលើចំណុចហ្នឹងរហូតធ្វើមិនឲ្យខ្លួនឯងគុំទទួលយកម្នាក់ហ្នឹងហើយខ្លាយទៅជាស្អប់ម្នាក់ហ្នឹងគឺវាកើតឡើងដោយសារតែអារម្មណ៍នៃការចំណែនអានេះគឺសង្គមរងថ្ងៃដែលយើងអាចមើលឃើញតែម្ដងពីព្រោះបច្ចុប្បន្ននេះ social media ទូលំទូលាយណាយើងអាចមើលឃើញម្នាក់ប្រៀបធៀបម្នាក់អាចមើលឃើញអ្នកនេះចំណែនអ្នកនោះគឺយើងមើលឃើញទាំងអស់ការចំណែនវាសុទ្ធតែអាចកើតឡើងទៅលើមនុស្សគ្រប់គ្នាបានបងប្អូនគ្រាន់តែថាយើងត្រូវចេះពិចារណាភាពស្កប់ស្កល់ហ្នឹងសម្រាប់ខ្លួនឯងទើបយើងអាចរលំនឹងផ្លូវចិត្តរបស់យើងមួយបានខ្ញុំទុកសំណួរមួយសម្រាប់អ្នកស្ដាប់ podcast នៅក្នុងអេពីសូតមួយនេះសំណួរនេះខ្ញុំសួរថាអញ្ចេះប្រសិនបើថ្ងៃនេះបងប្អូនឈប់ចរណែនឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃតើមានរឿងអីខ្លះដែលបងប្អូននឹងចាប់ផ្ដើមស្រឡាញ់ជីវិតរបស់បងប្អូនតើសំណួរហ្នឹងអត់បើសិនឈប់ចំណែនគេឈប់ប្រៀបធៀបគេតើមានអីគេខ្លះក្នុងជីវិតយើងដែលយើងស្រឡាញ់ខ្លួនឯងនេះបងប្អូនសាកគិតឡើងនឹងមើលសមត្ថភាពការគិតផ្នត់គំនិតទ្រព្យសម្បត្តិលុយកាក់សម្រស់ឬក៏អីដែលយើងអាចស្រឡាញ់ខ្លួនយើងបើយើងអត់ប្រៀបធៀបឬក៏ចំណែនអ្នកដទៃអញ្ចឹងបងប្អូនទៅគិតពីសំណួរមួយនឹងឡើងវិញក៏ប៉ុន្តែចំណែនវាគឺជាអារម្មណ៍ធម្មតារបស់មនុស្សឯណាគេក៏មានខ្ញុំក៏មានដែរអារម្មណ៍ចំណែនវាមានដូចតែគ្នាទេហើយការប្រៀបធៀបវាក៏គ្រាន់តែជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សដែរត្រូវទទួលស្គាល់ថាយើងកំពុងតែរីកចម្រើនរបស់យើងតាមផ្លូវបែបយើងកុំរីកចម្រើនបែបការចំណែនបែបការប្រៀបធៀបមួយគេបងប្អូនត្រូវឈប់វាស់តម្លៃជីវិតរបស់បងប្អូនណាដោយសារតែការមើលទៅកាន់អ្នកដទៃឥតឈប់ឈរឈប់យកជីវិតយើងទៅវាស់តម្លៃជីវិតយើងដោយសារយើងប្រៀបធៀបមួយគេទៅបងប្អូនត្រូវមើលថាតើបងប្អូនបានមកដល់ឆ្ងាយប៉ុណ្ណាពីកន្លែងដែលបងប្អូនធ្លាប់នៅពីកន្លែងដែលបងប្អូនធ្លាប់ដើរកាលពីមុនហើយការចំណែននិងការប្រៀបធៀបវាសុទ្ធតែជាអារម្មណ៍ដែលកើតមានឡើងចំពោះមនុស្សគ្រប់គ្នាលុះត្រាតែយើងត្រាស់ដឹងឯងមិនលែងមានអារម្មណ៍ទាំងអស់ហ្នឹងតែបើយើងនៅជាបុគ្គលសាមញ្ញជនមនុស្សធម្មតាគឺយើងនឹងមានអារម្មណ៍ហ្នឹងហើយប៉ុន្តែចូលកុំឲ្យអារម្មណ៍ហ្នឹងវាមកគ្រប់គ្រងសតិសម្បញ្ញៈការគិតការវិភាគការពិចារណាការរស់នៅរបស់យើងបងប្អូនឲ្យវាមានដែនកំណត់របស់វាហើយដូចខ្ញុំនិយាយមុននឹងអញ្ចឹងបើបងប្អូនចង់ចំណែនគេចំណែនចូលផ្លូវល្អចង់ប្រៀបធៀបគេប្រៀបធៀបចូលផ្លូវល្អធ្វើម៉េចចំណែននឹងប្រៀបធៀបមកដើម្បីអភិវឌ្ឍខ្លួនឯងមិនមែនចំណែនឲ្យស្អប់គេខឹងគេអត់ពេញចិត្តគេទៅឆ្លោះមួយគេទាំងដែលគេអត់ដឹងរឿងអីគេអត់ដែលស្គាល់យើងទេណាហើយក៏មិនមែនប្រៀបធៀបគេដើម្បីមកបំបាក់ទឹកចិត្តខ្លួនឯងដើម្បីមកឲ្យខ្លួនឯងសោយសោកាសោកសៅអត់ធ្វើអីខ្លាចទៅជា depression ខូចចិត្តចង់គិតខ្លីអីអត់ទេអត់ឲ្យខ្លួនឯងដើរនៅក្នុងផ្លូវហ្នឹងទេណាអញ្ចឹងយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតការគិតរបស់យើងចេញវិញបើកាលណាយើងកាត់ការចំណែនចេញកាន់តែច្រើនជីវិតយើងនឹងកាន់តែមានក្តីសុខកាន់តែច្រើនផងដែរអញ្ចឹងការចំណែនហើយការប្រៀបធៀបវាខុសគ្នាត្រង់ថាការប្រៀបធៀបយើងអាចប្រៀបធៀបគេនៅក្នុងផ្លូវដែលបំបាក់ទឹកចិត្តខ្លួនឯងអត់ឬក៏យើងប្រៀបធៀបគេដើម្បីលើកទឹកចិត្តខ្លួនឯងហ្នឹងគឺការប្រៀបធៀបរវាងយើងហើយនឹងគេហើយបើចំពោះការចំណែនវាគឺជាអារម្មណ៍ដែលកើតមានឡើងចំពោះមនុស្សគ្រប់រូបគ្រាន់តែថាចំណែនគឺវាទៅផ្លូវអវិជ្ជមានហើយតែសុំគុំចំណែនហើយកុំស្អប់គេកុំខឹងគេតែប៉ុណ្្នឹងទៅបានហើយបើចំណែនគេប្រឹងឲ្យបកកែដូចគេទៅប្រឹងឲ្យល្អដូចគេទៅប៉ុណ្្នឹងគឺអូខេហើយអរគុណបងប្អូនខ្លាំងមែនតើដែលស្ដាប់ podcast មួយនេះរហូតមកដល់ចប់ជួបគ្នានៅវគ្គបន្ទាប់ជាមួយនឹងខ្ញុំ
ហើយក៏ខ្ញុំសូមឲ្យបងប្អូនដែលស្ដាប់ podcast នៅក្នុង episode មួយនេះមានសេចក្តីសុខផ្លូវកាយហើយនិងផ្លូវចិត្តបញ្ឈប់ចិត្តច្រណែនហើយប្រៀបធៀបគេដើម្បីអភិវឌ្ឍខ្លួនឯងវិញកុំបោះបង់ខ្លួនឯងចោលកុំប្រៀបធៀបគេហើយធ្វើឲ្យខ្លួនឯងឈឺចាប់ចាំជួបគ្នានៅក្នុងអេពីសូតក្រោយជាមួយនឹង podcast មិត្តរួមផ្លូវរបស់យើងបន្តទៀតអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា